កុំជន់គាត់ពួកអ្នកកុំជន់គាត់ពួកអ្នកកំពុងធ្វើស្អីហ្នឹងលឿនឡើងដឹងខ្លួនឡើងមិនមែនអ្នកចង់បានការស្រឡាញ់ពេញចិត្តពីគេទេឬខ្ញុំមិនអីទេល្អណាស់អ្នកធ្វើឲ្យខ្ញុំភ័យស្ទើរតែស្លាប់ហើយកុំកំរាបសម្លាប់វាទាំងអស់គ្នាស្ដាប់បញ្ជាអ្នកណាដែលបង្កចលនាអ្នកណាដែលមិនស្ដាប់បង្គាប់ត្រូវតែសម្លាប់ចោលទាំងអស់ពួកអ្នកមានរឿងអីហ្នឹងហេតុអ្វីបានជាចូលមកក្នុងជំនុំទីធានក្មេងម្នាក់នេះកាលពីម្សិលមិញបានយកថងគ្រាប់ធញ្ញជាតិអង្គរនិងស្វ័យក្តាប់ចេញមកគេនិយាយថាស្បៀងអាហារនៅទីនេះក៏ដូចជាក្នុងដូចជាសមុទ្រសុំទោសណាបងប្រុសបងស្រីមកនេះមិនអីទេក្មេងល្អពួកអ្នកឯងរបាញ់យកជាប្រជាជនពួកអ្នកថែមទាំងមិនឲ្យគេលាក់ទុកទៀតទុកឲ្យពួកយើងអត់ឃ្លានរហូតដល់ស្លាប់ពួកអ្នកនៅជាមនុស្សដែរឬទេត្រូវហើយកុំនិយាយច្រើនជាមួយពួកវាប្រញាប់បាត់ខ្លាំងចែកស្បៀងមកត្រូវហើយចែកស្បៀងការបះបោរនេះគឺជាការបះបោរដែលកត់ត្រាក្នុងប្រវត្តិសាស្ត្រពួកអ្នកជាក្រុមមនុស្សល្ងងខ្លៅបើមិនមែនព្រោះតែពួកអ្នកទេតើព្រះអង្គចាស់ត្រូវខ្វះស្បៀងរហូតដល់លំបាកបែបនេះឬថយក្រោយទៅពួកយើងនឹងមិនធ្វើបាបប្រជាជនម្នាក់ណាឡើយហើយក៏មិនទុកឲ្យប្រជាជនស្លាប់ដោយមិនជួយដែរព្រះអង្គចាស់ជួយផងព្រះអង្គចាស់ជួយខ្ញុំផងព្រះអង្គចាស់ជួយខ្ញុំផងព្រះអង្គចាស់ជួយខ្ញុំផងព្រះអង្គចាស់ចាស់ជរានិងក្មេងៗនៅផ្ទះសុទ្ធតែឃ្លានរហូតដល់សើតែរស់មិនរួចហើយសូមព្រះអង្គមេត្តាជួយពួកយើងផងបើឃ្លាំងចែកស្បៀងព្រះអង្គចាស់ស្បៀងអាហារនៅមិនទាន់រាប់រួចរាល់នៅឡើយទេបើប្រញាប់ចែកស្បៀងបែបនេះខ្លាចថានឹងមានចលនាព្រះបិតាបានសន្យាជាមួយខ្ញុំរួចហើយថានឹងជួយសម្រួលជំនុំខ្លួនឲ្យគ្រប់ធម្មជាតិហើយថែមទាំងនឹងនាំស្បៀងមកទៀតឲ្យតែពួកយើងមុនពេលប្រលធ្លាក់ទៅដល់ទីនោះអ្វីៗទាំងអស់នឹងទាន់ពេលវេលាប៉ុន្តែស្ងាត់មាត់បើឃ្លាំងចែកស្បៀងឲ្យប្រជាជនដែលនៅសល់ចូលមកយកស្បៀងក្នុងជំរំដោយចំហចែកស្បៀងធ្វើបែបនេះការបះបោរនឹងអាចស្មប់ទៅវិញតើការបះបោរអាចស្មប់ទៅវិញមែនទេហេតុអ្វីបានជាទីបញ្ចប់នៅតែមិនផ្លាស់ប្ដូរ